bạn nó không TikTok củaเรานี่คือยังไงพอได้ดัก schedule บ้านให้สำหรับบางคนได้จองพอnó không TikTok ให้กำหนดดัก schedule ដើម្បីឲ្យโหลดទៅសាធារណៈនៅពេលក្រោយបងប្អូនអាចមើលនៅវីដេអូនេះហើយពីមុនក៏មានបងប្អូនយើងសួរដែរនៅក្នុងខ្ញុំចាំមិនច្បាស់ដែរថាមិនដឹងថាធ្លាប់សួរនៅក្នុង YouTube ឬក៏ក្នុង page ឯងហើយឥឡូវនេះគឺខ្ញុំបង្ហាញរបៀបផុស schedule ហ្នឹងគឺ TikTok ទើប update ក្រោយនេះដែរទេកាលមុនគាត់សួរគឺអត់ទាន់មានអញ្ចឹងបងប្អូនដែលចង់ផុសដាក់ schedule នៅលើ TikTok បងប្អូនអាចមើលវីដេអូនេះពីដើមដល់ចប់បងប្អូននឹងចេះធ្វើទាំងអស់បាទបងប្អូនអញ្ចឹងសម្រាប់បងប្អូនដែលចង់ផុសដាក់ schedule នៅក្នុង TikTok បងប្អូនចូលមកកាន់ទូរស័ព្ទរបស់បងប្អូនហើយបងប្អូនចូលទៅ download កម្មវិធីមួយបងប្អូនណាដែលមាននេះ TikTok Studio អញ្ចឹងបងប្អូនចូលមកហើយ down កម្មវិធីមួយហ្នឹងមកបន្ទាប់ពីបងប្អូន down មកហើយបងប្អូនconnect ជាមួយនឹង TikTok របស់យើង TikTok របស់យើងឈ្មោះអីអញ្ចឹងយើង connect ជាមួយនឹង TikTok ហ្នឹងមកអញ្ចឹងបន្ទាប់ពី connect ហើយបងប្អូនអាចប្រើបានដូចខ្ញុំអញ្ចឹងដើម្បីយើងផុសកំណត់ដាក់ schedule បានបងប្អូនគ្រាន់តែចូលមកកាន់កម្មវិធី TikTok Studio ហ្នឹងបន្ទាប់មកទៀតបងប្អូនចុចកន្លែងកណ្ដាលនេះបងប្អូនណាចុចកន្លែង create នេះមកចុចផុសធម្មតាហើយយើងអាចផុសនៅក្នុងហ្នឹងបន្ទាប់មកទៀតយើងចូលកន្លែង upload វីដេអូអញ្ចឹងគឺប្រកាសជាមានហើយណាវីដេអូដែលយើងចង់ផុសដាក់ schedule ឥឡូវឧទាហរណ៍ថាខ្ញុំផុសនៅវីដេអូដែលរំលេងចូលឆ្នាំនេះណាអញ្ចឹងខ្ញុំចុចលើនឹងមួយបន្ទាប់មកទៀតចុច next បងប្អូនបាទបន្ទាប់ពីចុច next ហើយយើងចុច next បន្តមកដល់កន្លែងនេះនិយាយទៅយើងផុសធម្មតាមកដល់កន្លែងនេះឃើញទេបងប្អូនអញ្ចឹងអ្នកឃើញទេ schedule ផុសអញ្ចឹងយើងចុចលើនឹងមកយើងទៅសេរៀបចំអីធម្មតាយើងមានទៅសេ caption សេ hashtag អីធម្មតាអញ្ចឹងមកណាហើយបន្តមកទៀតបងប្អូនយកកន្លែងនេះបាទកន្លែង schedule ផុសអញ្ចឹងចុចលើនឹងមកអញ្ចឹងនឹងមានការបង្ហាញនៅកន្លែងហ្នឹងហើយបាទអញ្ចឹងយើងចង់ផុសនៅម៉ោងប៉ុន្មានថ្ងៃទីប៉ុន្មានឥឡូវគាត់ថាផុសថ្ងៃហ្នឹងនៅថ្ងៃខ្ញុំកំណត់នៅថ្ងៃហ្នឹងបន្តមកទៀតកន្លែងនេះម៉ោងបងប្អូនបាទអញ្ចឹងខ្ញុំដាក់ម៉ោង21ស្មើនឹងម៉ោង9បាទស្មើម៉ោង9បន្តមកទៀតខ្ញុំដាក់ម៉ោង9:18 20នាទីចាស់អូខេអញ្ចឹងយើងកំណត់ប៉ុណ្ណឹងបន្តមកទៀតយើងចុចដានបន្ទាប់ពីដានឃើញទេបងប្អូននេះខែ5 21 20ថ្ងៃម៉ោង9:20នាទីអូខេបន្ទាប់ពីផុសអញ្ចឹងហើយបងប្អូនចុច schedule នេះមកអូខេគ្រាន់តែផុសតែប៉ុណ្ណឹងទៅគឺវានឹងដំណើរការអញ្ចឹងនៅពេលដែលដល់ម៉ោងបាទអ្នកចាប់ផ្ដើមហ្នឹងបងប្អូនណានៅពេលដែលដល់ម៉ោងវានឹង load public ដោយខ្លួនឯង